រយៈពេលនៃការកសាងផ្លូវចេះកំពង់ធំឥឡូវបានសមិទ្ធផលហើយបាទទាំងស្ពេនទាំងផ្លូវចិត្តរួចហើយបងប្អូនអញ្ចឹងនេះគឺជាទស្សនវិជ្ជាផ្លូវជាតិបាទអញ្ចឹងគឺឡើងទៅខាងក្លាស្ទុះហើយនឹងឡើងទៅខាងត្រូវខាងលិចស្ពានបាទអញ្ចឹងផ្លូវនេះខ្ញុំជិះនៅទៅត្រូវខាងលិចស្ពានបងប្អូនបាទអញ្ចឹងផ្លូវនេះគឺតាមជាក់ស្ដែងគេត្រូវជិះឡើងទៅផ្លូវ 60B បាទ60B កំពង់ធំបងប្អូនបាទអញ្ចឹងនេះគឺខ្ញុំជិះពីត្រូវខាងកើតទៅត្រូវខាងលិចហើយមិនថ្ងៃនេះក៏រៀងក្តៅដែរបងប្អូនហើយល្ងាចមិញនេះថតក៏មិនភ្លៀងបាទភ្លៀងមួយជុំងុំដេញខ្ញុំហត់មកផ្ទះវិញទៀតបាទអញ្ចឹងពីហ្នឹងទៅឆ្លងទៅត្រូវខាងលិចគឺស្ពេនហ្នឹងគឺមានចម្ងាយ1761ម៉ែត្របាទស្ពេនលំដាប់វែងជាងគេលំដាប់ទី3បងប្អូនបាទអញ្ចឹងពីហ្នឹងទៅត្រូវខាងលិចស្ពេនរបស់យើងហ្នឹងគឺមិនតន់ហើយ100%បាទផ្លូវនេះគឺតាខ្ញុំជិះតាខ្ញុំស្មានណាបងប្អូនពីហ្នឹងចុះពីស្ពេនឡើងទៅដល់ផ្លូវដែលគេជប់អត់កស៊ូហ្នឹងបានប្រហែលជា10គីឡូ9គីឡូ3គីឡូបងប្អូនបាទខ្ញុំស្មានណាបាទតែឥឡូវនេះខ្ញុំចាក់ស្ដែងខ្ញុំជិះវៀងផ្លូវបំបែកថ្មរៀបមកខាងផ្លូវមកបែកប្រសពវិញមកបងប្អូនផ្លូវនេះគឺហើយបើផ្លូវពីក្រោមស្ពានចុះមកឡើងទៅបែកប្រសពវិញគឺអត់តស្អាតទេបាទអញ្ចឹងផ្លូវថ្មរៀបចាក់ទម្លុះមកផ្លូវថ្មីទឹកកប៉ែងផ្លូវស្អាតដែលខ្ញុំធាត់មិញហ្នឹងបាទអញ្ចឹងផ្លូវទៅជាមួយគ្នាឥឡូវនេះខ្ញុំជិះពីហ្នឹងទៅខាងថ្មរៀបវិញបាទផ្លូវនេះគឺស្អាតទេបាទកន្លែងនេះគឺស្អាតចាប់ពីស្ពានទៅដល់បែកប្រសពគឺអត់តស្អាតទេបាទចាំមើលកម្រងគេឈូសឆាយសិនហើយថតថ្ងៃនេះដែរមេក៏ភ្លៀងនេះបងប្អូនមើលគឺនឹងនៅត្រើយខាងលិចនៅកប៉ែងភាសាកំដុំភាសាកប៉ែងគឺមេឃភ្លៀងច្រើនបងប្អូនមើលទស្សនវិជ្ជាទៅដឹងហើយបាទអញ្ចឹងខ្ញុំកំពុងតែថតនឹងមេឃភ្លៀងដេញខ្ញុំរត់មកវិញបងប្អូនខ្ញុំទៅដល់ហើយអញ្ចឹងផ្លូវវៀងក្រុងវៀងស្ពានរបស់យើងគឺស្អាតបដាបានសមិទ្ធផលថ្មីវាហើយអញ្ចឹងនៅតែពីក្រោមស្ពានដូចខ្ញុំនិយាយប្រាប់អញ្ចឹងពីក្រោមស្ពានឡើងទៅដល់បែបប្រសពគឺមិនតាន់ធ្វើទេឥឡូវបងប្អូនចាំមើលកំពង់ផែគេធ្វើសិនបាទកំពង់ផែគេធ្វើហើយរងចាក់ស៊ីម៉ងគេធ្វើហើយទៀតបាទដឹងថាផ្លូវហ្នឹងគឺគេធ្វើហើយបាទឡើងហើយអញ្ចឹងរងចាំសិនបងប្អូនបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាផ្លូវបែបប្រសពនេះបាទខ្ញុំជិះហ្នឹងគឺខ្ញុំជិះឡើងទៅស្ពានវិញបាទគឺវាមិនតន់ស្អាត 100% បងប្អូនបាទតែយើងជិះសិនទៅជិះថ្ងៃមិញចង់លក្ខណៈល្បែងសួតដែរបងប្អូនមកហយមែនមិនណាខ្យល់ល្ងាចមិញចង់ប៉ៅនឹងម៉ូតូ8មីនិតបាទដើម្បីបានទៅថតជាវីដេអូដើម្បីបងប្អូនទស្សនាបាទស្ពានធ្វើដល់ត្រឹមណាដល់ត្រូវខាងណាបានប្រហែលម៉ែត្រប្រហែលគីឡូដើម្បីបងប្អូនមើលបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមិនមែនពេលនិយាយច្រើនបងប្អូនហើយវីដេអូក៏ដល់ទីបញ្ចប់តែបាទសូមអរគុណសម្រាប់តាមដានវីដេអូរបស់ខ្ញុំ